រាត្រីមួយនៅភូមិកោស្លាសំឡេងស្រែករបស់នាងបួបានលាន់ឮកាត់ភាពស្ងាត់ជ្រងំពេលដែលរូបក្បាលនិងពោះវៀនរបស់នាងបានហោះចេញពីដងខ្លួនតើអ្នកធ្លាប់ឮរឿងអាបទេរឿងដែលមានតាំងពីបុរាណមកហើយកំពុងតែកើតឡើងពិតៗនៅថ្ងៃនេះហេតុអ្វីនាងបួត្រូវក្លាយជាអាបហើយអ្វីទៅជាអាចកំបាំងដ៏ខ្មៅងងឹតរបស់លោកគ្រូម៉ូធឿនតើអ្នកហ៊ានបន្តស្ដាប់រឿងព្រឺព្រិងនោះទេបើហ៊ានចុច like ឥឡូវនេះហើយតោះយើងទៅស្ដាប់រឿងទាំងអស់គ្នាភូមិកោស្លាក្នុងភាពស្ងប់ស្ងាត់ដូចជារូបភាពមួយដែលត្រូវបានគូរយ៉ាងល្អិតល្អន់ដោយដៃវិចិត្រករចំណានផ្ទះឈើតូចតម្រៀបគ្នាយ៉ាងមានរបៀបរៀបរយអមដោយដើមត្នោតខ្ពស់ត្រដែតរាប់រយដើមដែលស្លឹកវាបានបោកបោកតាមខ្យល់រំភើយក្បែរមាត់បឹងទន្លេសាបដ៏ធំល្វឹងល្វើយទូកនេសាទរាប់សិបគ្រឿងរសាត់អណ្ដែតយ៉ាងស្ងៀមស្ងាត់រង់ចាំពន្លឺថ្ងៃរះដើម្បីចេញទៅរកស៊ីអ្នកភូមិទាំងប្រុសទាំងស្រីរំនៅដោយសុខដុមរមនាពឹងផ្អែកលើការនេសាទនិងធ្វើស្រែចម្ការតាមទម្លាប់តាំងពីបុរាណរៀងមកសំឡេងក្មេងៗរត់លេងនៅក្រោមម្លប់ឈើនិងសំឡេងចាស់ជជែកគ្នាលេងបន្តិចម្ដងលាយឡំនឹងសំឡេងសត្វយំពីចម្ងាយបង្កើតបានជាបទភ្លេងនៃជីវិតដ៏សាមញ្ញនិងពោរពេញដោយក្តីសុខគ្មានអ្នកណាម្នាក់គិតថាភាពស្ងប់ស្ងាត់នេះនឹងត្រូវរលាយបាត់ទៅវិញដោយសារតែបណ្ដាសាដ៏ខ្លាំងងងឹតមួយឡើយភូមិកោស្លាគ្រាន់តែជាទីកន្លែងដ៏សុខសាន្តមួយប៉ុណ្ណោះមុនពេលដែលរឿងរ៉ាវដ៏រន្ធត់ទាំងឡាយចាប់ផ្ដើមលាតត្រដាងក្នុងចំណោមអ្នកភូមិកោស្លាមានបងប្អូន2នាក់ដែលមានចំណងដ៏ស្អិតល្មួតបំផុតគឺនាងប៊ូនិងបងប្រុសរបស់នាងឈ្មោះមុននាងប៊ូជាស្រីក្រមុំម្នាក់ដែលមានទឹកចិត្តទន់ភ្លន់ញញឹមស្រស់រហូតហើយតែងតែជួយការងារអ្នកភូមិដោយមិនប្រកាន់នាងមានរូបឆោមលោមពណ៌ស្រស់ស្អាតធ្វើឲ្យអ្នកផងលងនឹងមន្ត្រីស្នេហ៍របស់នាងរីឯមុនជាបងប្រុសដែលមានមាឌធំមងមូននិងមានការទទួលខុសត្រូវខ្ពស់គាត់ស្រឡាញ់និងថ្នាក់ថ្នមបងស្រីគាត់ណាស់ហើយតែងតែការពារនាងពីរឿងអាក្រក់គ្រប់យ៉ាងរាល់ព្រឹកមុនតែងតែចេញទៅបងសំណាញ់នៅបឹងទន្លេសាបរីឯបួនៅផ្ទះជួយម្ដាយនាងរៀបចំម្ហូបអាហារនិងត្បាញក្រមាពេលល្ងាចបងប្អូនទាំងពីរនាក់តែងតែអង្គុយក្រោមដើមត្នោតក្បែរមាត់បឹងនិទានរឿងឲ្យគ្នាស្ដាប់លេងនិងមើលថ្ងៃលិចដែលលាបពណ៌មេឃឲ្យទៅជាពណ៌មាសជីវិតរបស់ពួកគេសាមញ្ញពិតមែនតែពោរពេញដោយក្តីសុខនិងភាពកក់ក្ដៅពួកគេមិនដែលស្រមៃថាជោគវាសនាដ៏អាក្រក់មួយកំពុងរងចាំពួកគេនៅខាងមុខនោះទេថ្ងៃមួយនាងបួមានអារម្មណ៍ធុញទ្រាន់នឹងការងារផ្ទះប្រចាំថ្ងៃនាងក៏សម្រេចចិត្តទៅដើរលេងនៅតំបន់ប្រាសាទបុរាណមួយកន្លែងដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីភូមិតំបន់នោះជាកន្លែងដែលពោរពេញទៅដោយដើមឈើធំម្លប់ត្រឈឹងត្រឆៃហើយមានប្រាសាទថ្មបាយក្រៀមបុរាណមួយដែលបាក់បែកស្ទើរទាំងស្រុងត្រូវបានគ្របដណ្ដប់ដោយវល្លិរុំព័ទ្ធជុំវិញអ្នកភូមិចាស់តែងតែហាមឃាត់ក្មេងៗមិនអោយទៅក្បែរកន្លែងនោះឡើយដោយសារតែមានរឿងនិទានតគ្នាថាមានបណ្ដាក់សារដ៏កាយសាហាវស្ថិតនៅទីនោះក៏ប៉ុន្តែដោយសារតែចង់ដឹងចង់ឃើញនាងបួបានដើរជួយទៅជ្រៅទៅក្នុងគំនរប្រាសាទដែលទ្រុឌទ្រោមក្នុងចំណោមគំនរថ្មបាក់បែកនិងវល្លិវារំពាត់ភ្នែករបស់នាងបានក្រឡេកទៅឃើញឆ្នាំងដីមួយដែលមានរាងប្លែកខុសពីធម្មតាមានឆ្លាក់រូបភាពចម្លែកពីបុរាណនៅលើវាដោយភ្លេចគិតពីការហាមឃាត់របស់ចាស់និងដោយសារតែចង់ដឹងចង់ឃើញនាងបួបានលូកដៃទៅលើកគម្របឆ្នាំងនោះចេញភ្លាមនោះផ្សែងពណ៌ខ្មៅស្រអាបមួយបានហុយចេញមកប៉ះនឹងមុខរបស់នាងមានអារម្មណ៍ថាវិលមុខបន្តិចរួចក៏ដួលសន្លប់នៅទីនោះនាងបួមិនបានដឹងខ្លួនឡើយថាទំហឹរបស់នាងនាប្លែនេះបានដាស់បណ្ដាសារបុរាណមួយឲ្យភ្ញាក់ពីដំណេកហើយបានផ្លាស់ប្ដូរជោគវាសនារបស់នាងនិងអ្នកភូមិទាំងមូលជារៀងរហូតចាប់តាំងពីថ្ងៃដែលបួបានបើកគម្របឆ្នាំងដីបុរាណនោះនាងចាប់ផ្ដើមមានអាកប្បកិរិយាប្លែកខុសពីធម្មតាដំបូងឡើយនាងមានអារម្មណ៍ថាអស់កម្លាំងលហិតលហាយជាញឹកញាប់ទោះបីជាបានគេងក្រឹបគ្រាន់ក៏ដោយស្បែករបស់នាងក៏ចាប់ផ្ដើមស្លេកស្លាំងហើយភ្នែករបស់នាងប្រែជាក្រហមតិចនៅពេលយប់នាងចាប់ផ្ដើមមិនសូវចូលចិត្តពន្លឺថ្ងៃហើយឧស្សាហ៍លាក់ខ្លួនក្នុងផ្ទះឬនៅកន្លែងងងឹតពេលថ្ងៃមកនាងមើលទៅដូចជាគ្មានកម្លាំងកំហែងសោះ
ហើយតែងតែធ្វើខ្លួនឲ្យនៅម្នាក់ឯងមិនសូវនិយាយស្ដីជាមួយអ្នកណាទេពេលយប់មកដល់នាងមានអារម្មណ៍ថាមានកម្លាំងខ្លាំងឡើងវិញហើយភ្នែករបស់នាងក៏រឹតតែភ្លឺចាំងចាំងនាងតែងតែឮសំឡេងខ្សប់ខ្សៀវចម្លែកហៅនាងឲ្យចេញទៅក្រៅហើយមានអារម្មណ៍ថាឃ្លានអ្វីម្យ៉ាងដែលនាងមិនអាចកំណត់បាននាងព្យាយាមលាក់អាការទាំងនេះពីបងប្រុសមុននិងម្ដាយរបស់នាងដោយខ្លាចពួកគាត់បារម្ភនិងមិនយល់ពីអ្វីដែលកំពុងកើតឡើងចំពោះនាងរាល់យប់នាងតែងតែយល់សប្តិឃើញរូបភាពដ៏ព្រឺព្រួកនៃសត្វចម្លែកមួយដែលមានតែក្បាលនិងពោះវៀនហោះហើរនៅទីងងឹតមុនមិនមែនជាមនុស្សល្ងងខ្លៅឡើយគាត់ជាបងប្រុសម្នាក់ដែលយកចិត្តទុកដាក់ហើយតែងតែតាមដានប្អូនស្រីគាត់ជាប់មិនដាច់គាត់ចាប់ផ្ដើមកត់សម្គាល់ឃើញភាពខុសប្លែកពីធម្មតារបស់នាងពួរដំបូងឡើយគាត់គិតថានាងគ្រាន់តែឈឺធម្មតាប៉ុណ្ណោះតែនៅពេលអាការៈរបស់នាងកាន់តែធ្ងន់ធ្ងរទៅគាត់ក៏ចាប់ផ្ដើមមានក្តីបារម្ភជាខ្លាំងនាងពួរមិនសូវចូលចិត្តញ៉ាំអាហារដែលនាងធ្លាប់ចូលចិត្តទៀតទេតែងតែធ្វើខ្លួនឲ្យនៅឆ្ងាយពីគេឯងហើយជាពិសេសនាងតែងតែមានភ្នែកក្រហមងងឹតដែលមើលទៅដូចជាមិនបានគេងពេលដែលមុនសួរនាំនាងពួរតែងតែឆ្លើយកិច្ចវេះឬប្រាប់ថាមិនអីទេក្តីស្រឡាញ់ដែលមុនមានចំពោះប្អូនស្រីធ្វើឲ្យគាត់ព្យាយាមស្វែងរកការពិតរាល់យប់គាត់តែងតែបារម្ភពីប្អូនស្រីគាត់ហើយតែងតែលោភមើលនាងពីចម្ងាយគាត់មានអារម្មណ៍ថាមានអ្វីមួយមិនស្រួលកំពុងកើតឡើងចំពោះនាងពួរអ្វីដែលលើសពីជំងឺធម្មតាឆ្ងាយណាស់ក្តីបារម្ភនេះបានคล้ายជាបន្លាដមុតចាក់ដោតក្នុងចិត្តរបស់គាត់រហូតដល់គាត់ស្ទើរតែគៀនមិនលុកបុកមិនលើហើយរាត្រីយប់មួយដ៏ស្ងាត់ជ្រងំខ្យល់រំភើយបក់រំលំស្លឹកឈើអាយជ្រុះបន្តិចម្ដងចុះមកដីព្រះច័ន្ទត្រូវបានបាំងបាត់ដោយពពកខ្មៅងងឹតធ្វើឲ្យបរិយាកាសជុំវិញផ្ទះនាងបួរកាន់តែអាប់អួរជាងមុនក្នុងពេលដែលមុនកំពុងលងលក់ក្នុងរំនេយ៉ាងលំបាកព្រោះតែក្តីបារម្ភពីប្អូនស្រីនោះរូបកាយរបស់នាងបួរដែលកំពុងដេកលក់សន្លប់ស្ដោកនៅលើគ្រែបានចាប់ផ្ដើមបង្ហាញសញ្ញាដ៏គួរឲ្យភ័យខ្លាចរំពេចនោះកុមាររបស់នាងបានផ្ដាច់ចេញពីដងខ្លួនបន្តិចម្ដងដោយមានជាប់មកជាមួយនឹងពោះវៀនសួតបេះដូងនិងក្រពាក់រយាងរយោងនៅខាងក្រោមឈាមខ្មៅស្អាប់មួយបានហូរចុះពីកញ្ចឹងកដែលត្រូវបានផ្ដាច់នោះក្បាលរបស់នាងបួរបានហក់ចេញតាមបង្អួចយ៉ាងស្ងៀមស្ងាត់បន្សល់ទុកតែដងខ្លួនគ្មានក្បាលនៅលើគ្រែសំឡេងស្លាបហោះបក់តិចស្ទើរតែស្ងាត់ឈឹងអំដោយក្លិនឈាមស្រក់ដែលរសាត់តាមខ្យល់ក្បាលរបស់អាបបួរបានហោះកាត់លើដំបូលផ្ទះអ្នកភូមិយ៉ាងលឿនសម្ដៅទៅកាន់ក្រៅគោរបស់លោកពូឆនដែលនៅចុងភូមិនោះជាការចេញទៅរកចំណីជាលើកដំបូងរបស់បួរក្នុងនាមជាអាបដ៏គួរឲ្យខ្លាចដែលត្រូវបានបណ្ដាសាយវាយប្រហារនាងហាក់ដូចជាគ្មានស្មារតីផ្ទាល់ខ្លួនឡើយមួនតែសភាវគតិនៃភាពស្រេកឃ្លានដែលជំរុញនាងឲ្យធ្វើដូច្នេះពន្លឺថ្ងៃដំបូងបានចាប់ផ្ដើមចាំងចែមកលើភូមិកក់ស្លាខណៈដែលសត្វមួនចាប់ផ្ដើមរងាវរំពងអ្នកភូមិចាប់ផ្ដើមភ្ញាក់ពីដំណេកហើយរៀបចំខ្លួនសម្រាប់ថ្ងៃថ្មីក៏ប៉ុន្តែភាពស្ងប់ស្ងាត់ត្រូវបានកាត់ផ្ដាច់ភ្លាមដោយសំឡេងស្រែកឆាឡាវដ៏រន្ធត់របស់លោកពូឆនបានចេញទៅមើលគោរបស់គាត់ហើយបានឃើញទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាចគោរបស់គាត់ពីរ3ក្បាលបានងាប់ដេកដួលនៅក្នុងក្រោលឈាមស្រស់ប្រឡាក់ពេញដីហើយមានស្នាមរបួសចម្លែកដែលមើលទៅដូចជាត្រូវបានបឺតយកឈាមអស់ពីខ្លួនក្រៅពីនេះលោកពូឆនក៏បានប្រទះឃើញដានទឹករំអើខ្មៅមួយចំនួននៅលើជញ្ជាំងក្រោលនិងដំបូលផ្ទះរបស់គាត់ផងដែរសំឡេងស្រែករបស់លោកពូឆនបានតាក់ទាញអ្នកភូមិឲ្យនាំគ្នារត់មកមើលនៅពេលដែលពួកគាត់បានឃើញទិដ្ឋភាពនោះទឹកមុខរបស់អ្នករាល់គ្នាបានប្រែជាស្លេកស្លាំងដោយភាពភ័យខ្លាចពាក្យថាអាបបានលាន់ឮចេញពីមាត់អ្នកភូមិម្នាក់ហើយបន្ទាប់មកពាក្យនេះក៏ចាប់ផ្ដើមបន្លឺឡើងប្រងព្រាតអ្នកភូមិចាស់បានចាប់ផ្ដើមនឹកឃើញដល់រឿងនិទានពីបុរាណអំពីអាបដែលតែងតែចេញរកស៊ីបើកឈាមសត្វចិញ្ចឹមនៅពេលយប់ភាពភ័យខ្លាចបានសាយភាពាសពេញភូមិកោះស្លាកុមារតូចត្រូវបានហាមមិនឲ្យចេញក្រៅផ្ទះនៅពេលយប់ហើយបុរសបានចាប់ផ្ដើមរៀបចំដំបងនិងឧបករណ៍ការពារខ្លួនដើម្បីត្រៀមទប់ទល់នឹងគ្រោះថ្នាក់ដែលមើលមិនឃើញនេះគ្មានអ្នកណាម្នាក់ហ៊ានគិតថាអាបនោះអាចជាអ្នកភូមិខ្លួនឯងនោះទេ
ក្តីបារម្ភរបស់មុនកាន់តែកើនឡើងជាលំដាប់ក្រោយពីមានករណីគោងាប់នៅក្នុងភូមិគាត់ដឹងថាអាការៈរបស់បួកាន់តែចម្លែកហើយនាងតែងតែបាត់ខ្លួននៅពេលយប់រហូតដល់ភ្លឺទើបត្រឡប់មកផ្ទះវិញយប់នោះមុនបានសម្រេចចិត្តថាត្រូវតែតាមដានប្អូនស្រីគាត់ឲ្យដឹងរឿងគាត់បានលបលាក់ខ្លួននៅក្រោមផ្ទះហើយចាំមើលសកម្មភាពរបស់នាងបួប្រហែលជាពាក់កណ្ដាលអាធ្រាត្រពេលដែលភូមិទាំងមូលលងលក់ក្នុងភាពស្ងាត់ជ្រងំមុនបានឮសំឡេងក្អកកណ្ដាស់តិចតិចចេញពីក្នុងបន្ទប់បួបន្ទាប់មកគាត់ក៏បានឃើញទិដ្ឋភាពដ៏រន្ធត់បំផុតក្នុងជីវិតរបស់គាត់ក្បាលរបស់នាងបួបានផ្ដាច់ចេញពីដងខ្លួនបន្តិចម្ដងអមដោយសាច់រយីងរយោងនៃពោះវៀននិងបេះដូងដែលនៅជាប់នឹងក្បាលនោះឈាមខ្មៅស្អាប់បានហូរស្រក់ចុះមកលើឥដ្ឋភ្នែករបស់នាងក្រហមឆ្អៅដោយខ្មោចបិសាចហើយស្នាមញញឹមដ៏គួរឲ្យខ្លាចមួយបានលេចឡើងលើផ្ទៃមុខដែលធ្លាប់តែស្លូតបូតរបស់នាងក្បាលនោះបានហោះចេញតាមបង្អោចយ៉ាងស្ងៀមស្ងាត់បន្សល់ទុកតែដងខ្លួនឃ្លានក្បាលដេកស្ដោកនៅលើគ្រែមុនបានលបមើលដោយភាពភ័យខ្លាចរហូតដល់ខ្លួនរបស់គាត់ញ័រទៅត្រឹកគាត់ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងប្អូនស្រីដែលគាត់ស្រឡាញ់បំផុតបានคล้ายទៅជាអាបដ៏គួរឲ្យខ្លាចដែលអ្នកភូមិកំពុងតែភ័យខ្លាចនោះទឹកភ្នែកបានហូរស្រក់ចុះមកលើថ្ពាល់របស់គាត់អមដោយក្តីឈឺចាប់និងអស់សង្ឃឹមជាខ្លាំងទោះបីជាបានឃើញទស្សនភាពដ៏គួរឲ្យរន្ធត់នោះហើយក្តីស្រឡាញ់របស់មុនចំពោះប្អូនស្រីរបស់គាត់នៅតែខ្លាំងក្លាជាងភាពភ័យខ្លាចគាត់ដឹងថាបួមិនបានធ្វើរឿងទាំងនេះដោយចេតនាឡើយតែនាវជាជនរងគ្រោះនៃបណ្ដាសាដ៏កាចសាហាវមួយទឹកភ្នែកបានហូរស្រក់ចុះមកលើថ្ពាល់របស់គាត់ខណៈដែលគាត់លុតជង្គង់ក្បែរដងខ្លួនគ្មានក្បាលរបស់ប្អូនស្រីបួប្អូនមិនអីទេបងនឹងការពារប្អូនឲ្យបានគាត់ខ្សឹបតិចតែកាន់ខ្លួនឯងគាត់បានសម្រេចចិត្តថានឹងលាក់បាំងរឿងនេះពីអ្នកភូមិឲ្យបានជិតស្និទ្ធបំផុតទោះបីជាវាជារឿងដ៏គ្រោះថ្នាក់ក៏ដោយរាល់យប់នៅពេលដែលបួចិនទៅរកស៊ីមុនតែងតែតាមដាននាងពីចម្ងាយដោយព្យាយាមការពារមិនឲ្យនាងបង្កគ្រោះថ្នាក់ដល់អ្នកភូមិដទៃពេលខ្លះគាត់បានព្យាយាមបង្វែរទីដៅនាងឲ្យទៅរកសត្វព្រៃជំនួសវិញគាត់បានសម្អាតស្នាមឈាមនិងដានទឹករំអិលគ្រប់កន្លែងដែលបួបានបន្សល់ទុកដើម្បីកុំឲ្យអ្នកភូមិសង្ស័យជីវិតរបស់មុនបានคล้ายជាសុបិនអាក្រក់មួយដែលត្រូវតែលាក់បាំងជានិច្ចគាត់ដឹងថាគាត់មិនអាចលះបាំងរឿងនេះបានយូរឡើយតែគាត់មិនអាចទ្រាំទ្រានឹងការគិតថាប្អូនស្រីរបស់គាត់នឹងត្រូវបានសម្លាប់ដោយអ្នកភូមិនោះទេក្តីស្រឡាញ់របស់គាត់បានជំរុញគាត់ឲ្យហ៊ានធ្វើរឿងដែលមិនគួរគិតក្រោមការដឹកនាំរបស់លោកគ្រូម៉ូធឿនអ្នកភូមិដែលធ្លាប់តែភ័យខ្លាចបានប្រែក្លាយទៅជាភូមិមនុស្សដែលពោពេញទៅដោយកំហឹងនិងការស្រែកឃ្លានចង់សងសឹកលោកគ្រូម៉ូធឿនបានបង្រៀនពួកគេពីរបៀបរកដានអាបនិងរៀបចំអន្ទាក់ដ៏សាមញ្ញដោយប្រើឫស្សីស្រួចនិងអំបោះឆៅគាត់បានប្រាប់ពួកគេថាអាបខ្លាចរបស់មុតស្រួចហើយវាមិនអាចឆ្លងកាត់អំបោះដែលបានសូត្រមុនបានឡើយរាល់យប់អ្នកភូមិជាច្រើនអ្នកបានបដូរវេនគ្នាយាមនៅជុំវិញភូមិដោយកាន់ដំបងឈើច្រត់និងកាំបិតជាអាវុធពួកគេបានដាក់អន្ទាក់នៅគ្រប់ច្រកល្ហកទាំងអស់ដោយសង្ឃឹមថានឹងចាប់អាបឲ្យបានបរិយាកាសក្នុងភូមិកាន់តែតានតឹងសំឡេងសត្វឆ្កែព្រុសលាន់ឮជាបន្តបន្ទាប់នៅពេលយប់ធ្វើឲ្យអ្នករាល់គ្នាភ័យបុកពួកលោកគ្រូម៉ូធឿនតែងតែដើរត្រួតពិនិត្យការងាររបស់អ្នកភូមិហើយតែងតែសូត្រមន្តភ្លុំមាត់ដាក់របស់របរជាច្រើនដើម្បីការពារភូមិរាល់ថ្ងៃមុនតែងតែព្យាយាមស្ដាប់ពីគម្រោងការរបស់លោកគ្រូម៉ូធឿនហើយលួចទៅរើអន្ទាក់ឬផ្លាស់ប្ដូរទិសដៅរបស់វានៅពេលដែលគាត់មានឱកាសគាត់ដឹងថាគាត់កំពុងប្រឈមនឹងគ្រោះថ្នាក់ធំធេងណាស់តែគាត់មិនអាចទុកឲ្យប្អូនស្រីរបស់គាត់ត្រូវបានចាប់បានឡើយការបរបាញ់អាបបានក្លាយជារឿងសំខាន់បំផុតនៅក្នុងភូមិកោះស្លាហើយគ្រប់ភ្នែកទាំងអស់កំពុងតែសម្លឹងរកសត្វចម្លែកដែលមើលមិនឃើញនោះដំណឹងអំពីការលងបន្លាចរបស់អាបនៅភូមិកោះស្លាបានល្បីសុសសាយទៅដល់ត្រចៀកលោកគ្រូម៉ូធឿនលោកគ្រូម៉ូធឿនជាគ្រូថ្មប់
ចំណាស់ម្នាក់ដែលល្បីល្បាញរឿងកាយសាហាវនិងមានចំណេះវិជ្ជាខាងបណ្ដេញខ្មោចព្រាយបិសាចយ៉ាងពូកែគេថាគាត់មកពីស្រុកឆ្ងាយពីខេត្តបាត់ដំបងហើយរាល់ពេលគាត់លេចមុខម្ដងតែងតែនាំមកនៅបរិយាកាសដ៏អាប់អួរនិងការភ័យខ្លាចដល់អ្នកភូមិរូបរាងរបស់គាត់ស្គមខ្ពស់ស្លៀកពាក់អាវខ្មៅរលុងជានិច្ចហើយភ្នែករបស់គាត់មុតថ្លាដូចភ្នែកបក្សីនៅរសៀលថ្ងៃមួយរទេះគោមួយគ្រឿងដែលអូសដោយគោស្គរមួយក្បាលបានមកឈប់នៅកណ្ដាលភូមិកោះស្លាលោកគ្រូម៉ូធឿនបានចុះពីរទេះយឺតដោយកាន់ឈើច្រត់មួយនៅនឹងដៃហើយមុខរបស់គាត់មើលទៅរាបស្មើគ្មានមនោសញ្ចេតនាអ្វីបន្តិចសោះអ្នកភូមិបាននាំគ្នាប្រមូលផ្ដុំនៅជុំវិញគាត់ដោយមានទាំងក្តីសង្ឃឹមលាយឡំនិងក្តីភ័យខ្លាចលោកគ្រូម៉ូធឿនបានថ្លែងដោយសំឡេងស្អកថាអញបានឮដំណឹងអំពីអាបដែលកំពុងលងបន្លាចភូមិនេះហើយកុំបារម្ភអីអញនឹងជួយបណ្ដេញវាចេញពីទីនេះឲ្យទាល់តែបានពាក្យសម្ដីរបស់គាត់ពោពេញដោយអំណាចដែលធ្វើឲ្យអ្នកភូមិមានអារម្មណ៍ថាស្រឡាំងកាំងក៏ប៉ុន្តែមុនដែលឈោលាយឡំជាមួយអ្នកភូមិមានអារម្មណ៍ថាបេះដូងរបស់គាត់លោតញាប់គាត់ដឹងថាគ្រោះថ្នាក់ពិតប្រាកដបានមកដល់ហើយរាល់យប់បានคล้ายទៅជាការប្រកួតប្រជែងដ៏តានតឹងមូលសម្រាប់មុននៅពេលដែលប៊ូចាប់ផ្ដើមប្រែកាយជាអាបហើយហោះចេញពីផ្ទះមុនតែងតែរត់តាមពីក្រោយនាងយ៉ាងប្រញាប់គាត់ត្រូវតែមានការប្រុងប្រយ័ត្នជាខ្លាំងដើម្បីកុំឲ្យអ្នកភូមិចាប់បានពេលខ្លះគាត់ត្រូវលូនតាមព្រៃស្បាតពេលខ្លះទៀតត្រូវលោតឆ្លងរបងផ្ទះគេដោយស្ងៀមស្ងាត់រាល់ពេលដែលគាត់ឃើញអន្ទះឫស្សីឬអំបោះឆៃដែលលោកគ្រូម៉នធឿនបានដាក់នោះគាត់តែងតែព្យាយាមបង្វែរទិសដៅវួរឲ្យហោះទៅផ្លូវផ្សេងឬក៏លួចរើអន្ទះនោះចេញយ៉ាងលឿនយប់មួយពេលដែលមុនកំពុងរត់តាមវួរដែលកំពុងហោះទៅទិសដៅក្រោលគោមួយទៀតគាត់បានឮសំឡេងឆ្កែព្រុសយ៉ាងខ្លាំងនៅក្បែរនោះគាត់ក៏លបលះខ្លួនក្រោមដើមឈើធំមួយហើយមើលទៅឃើញអ្នកភូមិ2នាក់កំពុងដើរល្បាតដោយកាន់គប់ភ្លើងនៅនឹងដៃបេះដូងរបស់គាត់លោបញាប់ដោយការភ័យខ្លាចព្រោះអាបួរកំពុងហក់ត្រង់ទៅកាន់ទិសដៅរបស់ពួកគេមុនបានសម្រេចចិត្តយ៉ាងលឿនគាត់បានយកដុំថ្មមួយគប់ទៅលើដំបូលផ្ទះនៅក្បែរនោះយ៉ាងខ្លាំងដើម្បីបង្វែរអារម្មណ៍អ្នកល្បាតសំឡេងបាសក្បឿងបានធ្វើឲ្យអ្នកល្បាតភ្ញាក់ផ្អើលហើយពួកគាត់ក៏រត់ទៅមើលក្នុងឱកាសនោះមុនក៏បានបកដៃសញ្ញាឲ្យបួសហោះទៅទិសផ្សេងនាងបួហាក់ដូចជាមិនយល់អ្វីសោះតែសភាវគតិនៃភាពភ័យខ្លាចបានជំរុញនាងឲ្យហោះទៅឆ្ងាយទោះបីជាមុនបានព្យាយាមអស់ពីសមត្ថភាពដើម្បីការពារប្អូនស្រីរបស់គាត់យ៉ាងណាក៏ដោយក៏វាសនាហាក់ដូចជាមិនអាចគេចផុតបានឡើយលោកគ្រូម៉ូធឿនមិនមែនជាមនុស្សធម្មតាទេគាត់បានដឹងថាមាននរណាម្នាក់កំពុងតែព្យាយាមរារាំងការងាររបស់គាត់ហើយគាត់បានចាប់ដើមសង្ស័យលើមុនលោកគ្រូម៉ូធឿនបានរៀបចំផែនការដ៏ល្អិតល្អន់មួយដើម្បីចាប់អាបឲ្យបានគាត់បានប្រាប់អ្នកភូមិឲ្យដាក់អន្ទាក់នៅគ្រប់ច្រកល្ហកទាំងអស់ដោយទុកតែផ្លូវមួយគត់ដែលនាំទៅកាន់ព្រៃជ្រៅនៅខាងក្រោយប្រាសាទបុរាណយប់នោះព្រះច័ន្ទពេញវង្សបានរះឡើងនៅលើមេឃបំភ្លឺភូមិកោះស្លាឲ្យមើលឃើញយ៉ាងច្បាស់អាប៊ូបានហក់ចេញពីផ្ទះតាមទម្លាប់របស់នាងមុនក៏បានរត់តាមពីក្រោយយ៉ាងប្រញាប់ក៏ប៉ុន្តែយប់នេះមានអ្នកភូមិជាច្រើនអ្នកបានលួបលាក់ខ្លួននៅគ្រប់ទិសទីអាប៊ូបានហក់ទៅប៉ះនឹងអំបោះឆៅដែលបានសូត្រមន្តរបស់លោកគ្រូម៉ូធឿនភ្លាមនោះរាងកាយរបស់នាងបានធ្លាក់ចុះមកដីហើយនាងក៏លែងអាចហោះហើរបានទៀតឡើយអ្នកភូមិដែលលាក់ខ្លួននៅក្បែរនោះបានស្ទុះចេញមកពួតជុំវិញនាងភ្លាមពន្លឺគប់ភ្លើងជាច្រើនបានចាំងជះមកលើរូបអាប៊ូដែលមានតែក្បាលនិងពោះវៀនរយិងរយងមុនបានរត់ចេញពីមន្លប់ដើមឈើដោយស្រែកហៅឈ្មោះប្អូនស្រីគាត់ទាំងអស់សង្ឃឹមគាត់បានព្យាយាមរត់ទៅជួយនាងតែត្រូវបានអ្នកភូមិចាប់ជាប់យ៉ាងណែនភ្នែករបស់បួក្រហមឆ្អៅដោយភាពភ័យខ្លាចខណៈដែលនាងព្យាយាមរើបំរាស់ចេញពីការចាប់របស់អ្នកភូមិវាជាទិដ្ឋភាពដ៏រន្ធត់ដែលមុននឹងគ្មានថ្ងៃបំភ្លេចបានសំឡេងស្រែករបស់មុនបានបន្លឺឡើងពេញអាកាសតែគ្មាននរណាម្នាក់ស្ដាប់គាត់ឡើយលោកគ្រូម៉ូធឿនបានដើរសម្ដៅមករកអាប៊ូដោយទឹកមុខស្មាគាត់បានដកកាំបិតបុរាណមួយដែលមានចារឹកអក្សរចម្លែកចេញពីហៅប៉ៅរបស់គាត់ភ្នែករបស់អាប៊ូក្រហមឆ្អៅហើយវាព្យាយាមប្រយុទ្ធតវឹងទាំងអស់កម្លាំងតែវាត្រូវបានអ្នកភូមិជាច្រើនអ្នកចាប់ជាប់យ៉ាងណែនលោកគ្រូម៉ូធឿនបានលើកកាំបិតនោះឡើងលើអាកាស
ហើយសូត្រមុនអ្វីមួយយ៉ាងដែលមុនស្ដាប់មិនបានឈប់កុំធ្វើអីបងខ្ញុំមុនស្រែកទាំងអស់សង្ឃឹមតែសំឡេងរបស់គាត់ត្រូវបានលង់បាត់ក្នុងសំឡេងស្រែករបស់អ្នកភូមិដែលពោពេញដោយការភ័យខ្លាចនិងកំហឹងភ្លាមនោះលោកគ្រូមកធឿនបានទម្លាក់កំបិតនោះចុំយ៉ាងលឿនសម្ដៅចំកណ្ដាលក្បាលអាប៊ូសំឡេងស្រែកដ៏វែងអង្លាយមួយបានបន្លឺឡើងពីអាប៊ូខណៈដែលឈាមខ្មៅស្អាប់បានហូរចេញពីមុខរបួសរាងកាយរបស់អាប៊ូបានញ័ររមួលជាខ្លាំងរួចក៏ដាច់ខ្យល់ស្លាប់ទៅវិញយ៉ាងស្ងៀមស្ងាត់មុនបានមើលឃើញទិដ្ឋភាពនោះដោយផ្ទាល់ភ្នែកទឹកភ្នែករបស់គាត់បានហូរចុះមកឥតជប់ឈរខណៈដែលគាត់ឃើញប្អូនស្រីរបស់គាត់ដេកស្លាប់យ៉ាងវេទនានៅនឹងដីកំហឹងដ៏ធំមួយបានឆាបឆេះឡើងក្នុងទ្រូងរបស់គាត់មិនបានខ្វល់ពីការឈឺចាប់ដែលអ្នកភូមិបានវាយគាត់ដើម្បីឃាត់គាត់ឡើយគាត់មានតែការឈឺចាប់ដែលប្អូនស្រីគាត់បានស្លាប់ដោយសារតែបណ្ដាសាដ៏កាយសាហាវនេះភាពភ័យខ្លាចបានរលាយបាត់ទៅវិញហើយត្រូវបានជំនួសដោយការសងសឹកដ៏ធំធេងមួយបន្ទាប់ពីអាពួរត្រូវបានសម្លាប់ហើយលោកគ្រូម៉ូធឿនបានដើរសម្ដៅទៅកាន់សាកសពពួរដែលមានតែក្បាលនិងពោះវៀននឹងដៃអ្នកភូមិបានឈរមើលដោយស្ងាត់ស្ងៀមដោយគិតថាគាត់កំពុងតែធ្វើពិធីបណ្ដេញវិញ្ញាណបិសាចតែអ្វីដែលបានកើតឡើងបន្ទាប់គឺជារឿងដែលធ្វើឲ្យអ្នករកគ្នាភ្ញាក់ផ្អើលបំផុតលោកគ្រូម៉ូធឿនបានលូកដៃទៅវែកទ្រូងរបស់អាពួរដែលគ្មានដងខ្លួនហើយបានចាប់ទិញបេះដូងមួយដែលមានពន្លឺពណ៌ក្រហមព្រឿងចេញមកគាត់បានលើកបេះដូងនោះឡើងលើអាកាសហើយសើចយ៉ាងគួរឲ្យខ្លាចទីបំផុតអញបានវាហើយបេះដូងរបស់អាបលោកគ្រូម៉ូធឿនបានបន្លឺឡើងដោយសម្លេងដ៏អាក្រក់ភ្នែករបស់គាត់ពេញដោយភាពលោភលន់និងអំណាចគាត់បានបន្តទៀតថាបណ្ដាសានេះអញជាអ្នកបង្កើតវាអញបានដឹងថាប្អូនស្រីរបស់វាមានបេះដូងអាបដ៏មានឥទ្ធិពលមួយហើយអញត្រូវការវាដើម្បីបង្កើនអំណាចរបស់អញអ្នកភូមិបានលាន់មាត់ដោយការភ្ញាក់ផ្អើលនិងភាពតក់ស្លុតពួកគេមិននឹកស្មានថាលោកគ្រូដែលពួកគេជឿទុកចិត្តនោះគឺជាអ្នកនៅពីក្រោយរឿងទាំងអស់នោះឡើយលោកគ្រូម៉ូធឿនបានសម្លឹងមកមុនដោយទឹកមុខចំអកហើយនិយាយថាឯងដឹងរឿងអាបនេះតាំងពីដំបូងតែឯងបានលាក់បាំងវាឯងក៏ជាអ្នកបាបដោយប្អូនស្រីឯងដែរចាប់វាទៅបណ្ដេញវាចេញពីភូមិយើងមុនត្រូវបានអ្នកភូមិចាប់ជាប់ហើយត្រូវបានអូសចេញពីកន្លែងនោះទាំងដែលខ្លួនគាត់ផ្ទាល់ពោពេញដោយកំហឹងនិងការឈឺចាប់គាត់បានស្រែកដាក់លោកគ្រូម៉ូធឿនថាឯងនឹងទទួលកម្មមិនខានឯងជាមនុស្សអាក្រក់តែសម្លេងរបស់គាត់ហាក់ដូចជាគ្មានអធិពលអ្វីឡើយភាពពិតបានលាតត្រដាងយ៉ាងច្បាស់តែវាហាក់ដូចជាយឺតពេលទៅហើយខណៈដែលលោកគ្រូម៉ូធឿនគប់ទង់តែសោចយ៉ាងឈួតលាជាមួយបេះដូងអាបនៅក្នុងដៃនោះគាត់មិនបានដឹងខ្លួនឡើយថាគ្រោះថ្នាក់ដ៏ធំមួយកំពុងតែកើតឡើងនៅក្បែរគាត់កាលពីប៉ុន្មានថ្ងៃមុននៅពេលដែលមុនកំពុងព្យាយាមលាក់បាំងអាការៈរបស់បូគាត់បានជួយប្អូនស្រីគាត់ឲ្យផឹកទឹករំអិលដែលចេញពីខ្លួននាងដោយមិនដឹងខ្លួនព្រោះគាត់គិតថាវាជាទឹកថ្នាំធម្មតាដំណក់ឈាមអាបដ៏ខ្មៅស្អាប់មួយដំណក់បានជ្រាបចូលទៅក្នុងខ្លួនរបស់គាត់តាំងពីពេលនោះមកឥឡូវនេះនៅពេលដែលមុនត្រូវបានអូសចេញពីកន្លែងកើតហេតុភ្នែករបស់គាត់បានសម្លឹងមើលទៅលោកគ្រូម៉ូធឿនដែលកំពុងកាន់បេះដូងប្អូនស្រីរបស់គាត់កំហឹងការឈឺចាប់និងភាពអស់សង្ឃឹមបានផ្ទុះឡើងក្នុងទ្រូងរបស់គាត់ភ្លាមនោះរាងកាយរបស់គាត់បានចាប់ផ្ដើមញ័ររមួលយ៉ាងខ្លាំងស្បែករបស់គាត់ប្រែជាខ្មៅស្រអាប់សក់របស់គាត់ដុះវែងចុះមកគ្របពីលើស្មាយ៉ាងលឿនហើយមាត់របស់គាត់ក៏ចាប់ផ្ដើមដុះធ្មេញស្រួយដោយសត្វសាហាវសំឡេងបាក់ឆ្អឹងបានលាន់ឮចេញពីខ្លួនរបស់គាត់ខណៈដែលសាច់ដុំរបស់គាត់រីកធំឡើងហើយមានស្លាបដ៏ធំសម្បើមមួយគូបានលូតលាស់ចេញពីខ្នងរបស់គាត់រូបរាងរបស់មុនបានប្រែคล้ายទៅជាសត្វចម្លែកដ៏គួរឲ្យខ្លាចមួយដែលមានឈ្មោះថាក្រហាងវាជាបណ្ដាសាដែលកើតចេញពីឈាមអាបលាយឡំនឹងកំហឹងនិងការសងសឹកដ៏ធំធេង
គាត់បានដាច់ចេញពីចំណងរបស់អ្នកភូមិដោយងាយស្រួលហើយសំឡេងក្រហឹមដ៏ខ្លាំងមួយបានបន្លឺចេញពីបំពង់ករបស់គាត់ក្រហាងមុនបានសម្លឹងត្រង់ទៅលោកគ្រូម៉ូធឿនដោយភ្នែកក្រហមឆ្អៅដូចភ្លើងហើយត្រៀមខ្លួនសម្រាប់ការសងសាច់សំឡេងក្រហឹមរបស់ក្រហាំងមុនបានបន្លឺឡើងពេញភូមិកោះស្លាធ្វើឲ្យអ្នកភូមិទាំងមូលញ័ររន្ធត់តក់ស្លុតលោកគ្រូម៉ូធឿនដែលកំពុងតែសប្បាយរីករាយនឹងអំណាចរបស់ខ្លួនក៏ត្រូវបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ឃើញមុនប្រែកាយទៅជាសត្វចម្លែកដ៏គួរឲ្យខ្លាចបែបនេះកំហឹងដែលមានក្នុងចិត្តក្រហាំងមុនបានជំរុញគាត់ឲ្យស្ទុះទៅរកលោកគ្រូម៉ូធឿនភ្លាមស្លាបដ៏ធំសម្បើមរបស់គាត់បានបក់យ៉ាងខ្លាំងបង្កើតបានជាខ្យល់កន្ត្រាក់ដែលបក់រំលំដើមឈើតូចនៅក្បែរនោះអ្នកភូមិដែលកំពុងតែចាប់មុននោះបានរត់ចាយជើងគ្នាទៅតាមទិសដៅរៀងខ្លួនដោយភាពភ័យខ្លាចក្រហាំងមុនបានវាយប្រហារលោកគ្រូម៉ូធឿនយ៉ាងសាហាវព្រាយផ្សៃសំឡេងស្រែករបស់លោកគ្រូម៉ូធឿនបានលាន់ឮពេញអាកាសខណៈដែលគាត់ព្យាយាមប្រយុទ្ធតវិញដោយប្រើមន្តអាគមរបស់គាត់ក៏ប៉ុន្តែអំណាចនៃក្រហាំងមុនដែលកើតចេញពីកំហិននៅការសងសឹកនោះគឺខ្លាំងជាងឆ្ងាយណាស់ក្នុងរយៈពេលដ៏ខ្លីលោកគ្រូម៉ូធឿនក៏ត្រូវបានក្រហាំងមុនសម្លាប់យ៉ាងរន្ធត់ភូមិកោះស្លាដែលធ្លាប់តែស្ងប់ស្ងាត់នាពេលនេះបានคล้ายទៅជាកន្លែងដ៏គួរឲ្យភ័យខ្លាចមួយដែលត្រូវបានគ្រប់គ្រងដោយក្រហាំងមុនវត្តៈនៃភាពភ័យរន្ធត់ហាក់ដូចជាមិនមានទីបញ្ចប់ឡើយអាបួរបានស្លាប់បាត់ទៅហើយតែឥឡូវនេះមានក្រហាំងមុនបានមកជំនួសវិញអ្នកភូមិដែលធ្លាប់តែរស់នៅដោយសុខសាន្តត្រូវតែរស់នៅក្នុងភាពភ័យខ្លាចឥតឈប់ឈររឿងនិទានអំពីបណ្ដាសាដ៏កាចសាហាវនេះនឹងបន្តរស់នៅក្នុងបេះដូងរបស់ពួកគេជារៀងរហូតជាការរំលឹកពីអំណាចនៃបណ្ដាសាបុរាណនិងលទ្ធផលដ៏អាក្រក់នៃភាពលោភលន់របស់មនុស្សតើពេលណាទើបភូមិកោះស្លានឹងអាចរកឃើញសន្តិភាពឡើងវិញគ្មានអ្នកណាម្នាក់ដឹងឡើយគួរឲ្យខ្លាចណាស់មែនទេពីនាងបួអាបដ៏គួរឲ្យអាណិតរហូតដល់ក្រហាំងមុនដែលពោពេញដោយការសងសឹកភូមិកោះស្លាបានប្រែក្លាយពីកន្លែងដ៏ស្ងប់ស្ងាត់ទៅជាដែនដីដែលពោពេញដោយបណ្ដាសានិងភេរវកម្មរឿងរ៉ាវនេះបានបង្ហាញថាពេលខ្លះមនុស្សទូទៅក៏អាចក្លាយជាបិសាចបានដែរដោយសារតែភាពលោភលន់និងអំណាចតើមានរឿងអ្វីបន្តទៀតចំពោះភូមិកោះស្លាហើយតើក្រហាំងមុននឹងធ្វើអ្វីខ្លះទៀតរឿងនេះនៅមិនទាន់ចប់ទេបើអ្នកចូលចិត្តរឿងព្រឺព្រួយបែបនេះសូម Subscribe Channel របស់ខ្ញុំឥឡូវនេះហើយកុំភ្លេច Turn on Notifications ដើម្បីកុំអុយខកខានរឿងក្រោយៗទៀតកុំភ្លេច Like និង Comment ប្រាប់ខ្ញុំផងថាតើអ្នកគិតយ៉ាងណាដែរចំពោះរឿងអាបនិងក្រហាំងនេះរាត្រីសួស្តី